សាកសម័យមើលរកចំណូលបាន$5,000ក្នុងមួយខែតែត្រូវដេកក្នុងបន្ទប់ប៉ុនចក្រានបាយតើបងប្អូននឹងមានអារម្មណ៍បែបណាលុយជិត20លានរៀលនេះអាចធ្វើឲ្យបងប្អូនអាចក្លាយជាសេដ្ឋីបានយ៉ាងងាយស្រួលនៅស្រុកខ្មែរតែសម្រាប់ទីក្រុងដែលថ្លៃបំផុតនៅលើโลกមួយនេះវាគ្រាន់តែជាសមុទ្រឬក៏ជាកាតសម្រាប់ឲ្យបងប្អូនមានសិទ្ធិរស់រានមានជីវិតមួយថ្ងៃតែប៉ុណ្ណោះតើលុយ$5,000បាត់ទៅណាអស់ហើយហេតុអ្វីបានជាវានៅតែមិនអាចឲ្យបងប្អូនក្លាយជាម្ចាស់ផ្ទះបានថ្ងៃនេះ Estate Hype នឹងលាតត្រដាងការពិតដែលអ្នកនៅ New York មិនដែលប្រាប់បងប្អូនទី1ចំណូលសុទ្ធដែលនៅសល់មនុស្សភាគច្រើនមើលឃើញតែតួលេខ$5,000នៅលើក្រដាសប៉ុន្តែការពិតដែលឈឺចាប់គឺពន្ធនៅញូវយ៉កបងប្អូនត្រូវបង់ពន្ធ3ជាន់ទី1គឺពន្ធសហព័ន្ធទី2គឺពន្ធរដ្ឋនិងទី3គឺពន្ធទីក្រុងនៅពេលដែលក្រដាសប្រាក់ខែចេញមកលុយដែលបងប្អូនកាន់នៅក្នុងដៃពិតប្រាកដគឺសល់ប្រហែលជា$3,800ប៉ុណ្ណោះគ្រាន់តែចាប់ផ្ដើមបងប្អូនបាត់លុយជាង$1,000បាត់ទៅហើយនេះគឺជាការចំណាយដំបូងបំផុតដើម្បីគ្រាន់តែមានឈ្មោះថាជាអ្នកនៅញូវយ៉កប៉ុណ្ណោះទី2គឺជំរើសនៃការស្នាក់នៅរឿងដែលសំខាន់បំផុតតើបងប្អូនសុខចិត្តរស់នៅដោយរបៀបណាបើបងប្អូនចង់បានភាពឯកជនក្នុងបន្ទប់ស្ទូឌីយោតូចមួយនៅតំបន់ស្រួលបន្តិចងាយបន្តិចបងប្អូនត្រូវចំណាយយ៉ាងតិច$2,500នៅក្នុងមួយខែនោះបងប្អូននឹងសល់លុយចាយត្រឹមតែ$1,300ប៉ុណ្ណោះដូច្នេះហើយទើបមនុស្សជាច្រើននៅទីនោះសុខចិត្តបោះបង់ភាពឯកជនទៅជួលបន្ទប់រួមគ្នាឬក៏ share room ជាមួយអ្នកដទៃក្នុងតម្លៃ$1,400នៅក្នុងមួយខែនៅញូវយ៉កយើងមិនមែនជួលផ្ទះដើម្បីរស់នៅទេគឺយើងជួលផ្ទះដើម្បីតែកន្លែងដេកដើម្បីរងចាំថ្ងៃស្អែកធ្វើការបន្តទៀតតែប៉ុណ្ណោះមិនទាន់អស់ទេថ្លៃ Subway ថ្លៃរថភ្លើងក្រោមដីថ្លៃអាហារនិងការចំណាយផ្សេងៗនឹងបន្តបូមលុយយកពីបងប្អូនអស់យ៉ាងតិច$900ទៀតបងប្អូននឹងត្រូវរស់នៅជាមួយនឹងសម្ពាធហើយក៏មិនហ៊ានដើរលេងខុសផែនការឡើយព្រោះខ្លាចថាសូម្បីតែមីក៏គ្មាននៅចុងខែបើរស់នៅបែបសន្សំសំចៃចុងខែបងប្អូនអាចនឹងសល់លុយប្រហែលជា$1,500ឥឡូវយើងសួរថាតើ$1,500នេះអាចឲ្យបងប្អូនទិញផ្ទះបានដែរឬទេទី4ការទិញអចលនទ្រព្យឥឡូវយើងមកនិយាយពីការពិតពីរឿងទិញផ្ទះនៅញូវយ៉កបងប្អូនត្រូវតែបែងចែកឲ្យច្បាស់ក្នុងទីក្រុងញូវយ៉កសូម្បីតែលុយ$50,000ក៏បងប្អូនមិនអាចទិញផ្ទះដាច់ដោយឡែកនៅលើដីបានដែរបងប្អូនអាចទិញបានត្រឹមតែ Apartment បន្ទប់គេង1ឬ2ប៉ុណ្ណោះនៅតំបន់ដូចជា Queen ឬក៏ The Bronx ហើយបងប្អូនក៏ត្រូវតែបង់ថ្លៃសេវាគារនិងពន្ធអចលនទ្រព្យជារៀងរាល់ខែជាច្រើនទៀតបើទៅក្រៅក្រុងបងប្អូនចង់បានផ្ទះដាច់ដោយឡែកនៅលើដីក្នុងតម្លៃ$500,000បងប្អូនត្រូវបើកឡានចេញពីទីក្រុងយ៉ាងតិច1ម៉ោងទៅ2ម៉ោងទៅតំបន់ដាច់ស្រយាលដូចជា Upstate New York ឬក៏ Long Island ជាដើមចុងក្រោយគឺសមត្ថភាពនៃការបង់ប្រាក់បើទោះបីជាមានលុយត្រៀមឬក៏លុយកក់20%ស្មើនឹង$100,000ក៏ដោយប្រាក់ខែ$5,000សម្រាប់មនុស្សម្នាក់មិនអាចរំលោភផ្ទះនៅញូវយ៉កបានទេព្រោះថាថ្លៃធនាគារនិងថ្លៃសេវាផ្សេងៗគឺខ្ពស់ជាងចំណូលបាត់ទៅហើយបើចង់ទៅរួចលុះត្រាតែមានដៃគូឬក៏ពង្រឹងជំនាញដើម្បីបង្កើនចំណូលជាមុនជាចុងក្រោយញូវយ៉កគឺជាទីក្រុងដែលផ្ដល់ក្តីសង្ឃឹមឲ្យយើងអាចរកលុយបានច្រើនតែវាក៏ជាទីក្រុងដែលសាកល្បងសមត្ថភាពអត់ធ្មត់របស់យើងខ្លាំងបំផុតផងដែរការរកបាន$5,000គឺជារឿងអស្ចារ្យតែការក្លាយជាម្ចាស់ផ្ទះនៅទីនោះគឺជាការតស៊ូដ៏យូរអង្វែងនិងត្រូវតែមានផែនការច្បាស់លាស់បំផុតចុះបងប្អូនវិញតើបងប្អូនសុខចិត្តរស់នៅតស៊ូក្នុងទីក្រុងនេះដែរឬទេកុំភ្លេច comment នៅខាងក្រោមហើយបើចង់ដឹងពីតម្លៃទីផ្សារអចលនទ្រព្យជុំវិញពិភពលោកកុំភ្លេច follow Estate Hype